Hello and welcome to our class. Today we're going to learn about present perfect. I'm going to slide you the presentation, and in this presentation, in this slideshow, I will explain to you clearly about present perfect use in under 30 minutes. So I hope students would enjoy the class and pay your attention, keep silence to listen to my presentation. អូខេទាំងអស់គ្នាអញ្ចឹងថ្ងៃនេះជាថ្ងៃពិសេសដែលយើងនឹងបន្ត module 4 អំពី present perfect ហើយ present perfect យើងស្មុគស្មាញបន្តិចការហ្នឹងដែលបងប្អូនសិស្សានុសិស្សមួយចំនួនដែលរៀនច្រើនលើកច្រើនសារតែគាត់នៅតែភ័ន្តច្រឡំអំពីការប្រើប្រាស់ present perfect ហើយក្នុងភាសាអង់គ្លេសការប្រើប្រាស់ present perfect ប្រយោគជាទម្រង់ present perfect មានការប្រើប្រាស់ច្រើនអញ្ចឹងសង្ឃឹមថាទាំងអស់គ្នានឹងយល់នៅពេលនេះហើយយកចិត្តទុកដាក់ឲ្យខ្ពស់មែនតើខ្ញុំបញ្យល់រយៈពេលខ្លីរយៈពេលមិនដល់30នាទីទេសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អូខេអញ្ចឹងpresent perfect ទម្រង់យ៉ាងម៉េចបងប្អូនទាំងអស់គ្នាមើលលើ slide ទី1អញ្ចឹងwe use the form subject plus have has plus verb past participle ឬមួយយើងហៅថា verb ទី3ហើយ plus object អញ្ចឹងទម្រង់ present perfect ជាទម្រង់មួយដែលយើងត្រូវចាំទម្រង់រូបមន្តឥឡូវយើងយល់ពីរបៀបប្រើប្រាស់វាតើគេប្រើប្រាស់យ៉ាងម៉េច present perfect How do you use present perfect tense Everybody we use the present perfect tense to talk about experiences It's important if we have done it in our lives or not It's not important when we did it ចឹងបងប្អូនគ្នាត្រូវចាំថាបច្ចុប្បន្នកាលសម្បូរដែលយើងបកប្រែខ្មែរតែយើងនិយាយថា present perfect តែម្ដងគឺគេនិយាយអំពីសកម្មភាពទាំងឡាយណាដែលកើតឡើងពីអតីតកាលរហូតបន្តមកដល់បច្ចុប្បន្នភាពឬមួយក៏ទៅអនាគតកាលដែលយើងហៅថា experiences ចឹងមានថា present perfect គឺពេលដែលគេបង្កើតប្រយោគឬមួយគេនិយាយពីសកម្មភាពអ្វីមួយគឺគេចង់ភ្ជាប់រាល់សកម្មភាពទាំងឡាយដែលបានកើតពីអតីតកាលហើយតមកដល់បច្ចុប្បន្នហើយអត់ទាន់បញ្ចប់នៅពេលបច្ចុប្បន្ននេះវាអាចនឹងបន្តទៅដល់អនាគតទៀតអានេះគេហៅថា present perfect វាមានសារៈសំខាន់បើសិនជាយើងបានបំពេញវានៅក្នុងឆាកជីវិតរបស់យើងឬមួយក៏មិនទាន់បំពេញដែលវាត្រូវតែបានកើតឡើងពីអតីតកាលអញ្ចឹងទាំងអស់គ្នាត្រូវយល់ present perfect គឺកើតឡើងតពីអតីតកាលបន្តមកបច្ចុប្បន្នរហូតតទៅអនាគតអានេះហៅថា present perfect អានេះយើងនិយាយពីយ៉ាក្រាមគឺវាមានការភ្ជាប់3កាល3ពេលវេលាដិតរហូតដល់បច្ចុប្បន្នឬមួយអាចបន្តទៅអនាគតដល់នេះសាប់យល់ទេយ៉ាអញ្ចឹង present perfect យើងកំពុងតែរៀនយើងអត់ទាន់រៀនដល់ past simple វា copy past simple ណាអញ្ចឹងកុំឲ្យទាន់ច្បុកច្បល់ don't confuse it example ឥឡូវchờដាក់ឧទាហរណ៍ឲ្យមើលទាំងអស់គ្នា I have been abroad 2 times So in my life since I was born until now I have been abroad 2 times I used to go to Thailand and Vietnam right but it doesn't mean that I will never fly to other countries I am planning to go to America to China to Singapore yes in my life So I would like to tell you that since my born when I was young until now I have been abroad for 2 times right ចឹងខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់ថាតាំងពីខ្ញុំកើតរហូតដល់ពេលហ្នឹងវ័យពេលហ្នឹងខ្ញុំធ្លាប់បានធ្វើដំណើរទៅក្រៅប្រទេស2ដងមកហើយគឺប្រទេសថៃនិងប្រទេសវៀតណាមចឹងមានថាពីអតីតកាលដល់បច្ចុប្បន្នបាន2ដងប៉ុន្តែមិនមានន័យថាខ្ញុំគ្មានក្តីសុបិនគ្មានប្រាថ្នាចង់ទៅក្រៅប្រទេសទៀតទេគឺខ្ញុំចង់និយាយថា2ដងហើយគឺតាំងពីអតីតកាលដល់បច្ចុប្បន្នអរយល់ទេ Everyone do you understand Okay so let's go on Anna has never broken a leg ជាង Anna គាត់មិនដែលបាក់ជើងទេទោះបីជាគាត់លេងបាល់ទាត់ក៏ដោយគាត់រត់ប៉ុណ្ណាក៏ដោយគឺមកឆាកជីវិតគាត់នឹងគឺអត់ដែលបាក់ជើងទេតែគាត់មិនដែលមានឧបទ្ទវហេតុ accidentally broken her leg since he was born she has played a lot of sports run a lot do a lot of exercise
but she has never been broken her leg. Yes, so she's very lucky. Have you ever eaten sushi? តើអ្នកនេះធ្លាប់ញ៉ាំអាហារ sushi កូរ៉េអត់អានេះចង់និយាយថាអញ្ចឹងពេលណាដែលគេចង់ដឹងថាពីអតីតកាលមកដល់បច្ចុប្បន្នហ្នឹងតើបងអូនធ្លាប់ញ៉ាំអាហារ sushi ស៊ុប sushi អត់អ្នកខ្លះដែលស្គាល់ស៊ុប sushi ឬមួយក៏ស៊ុបស៊ីឈ័រនេះទេដូចខ្ញុំចឹងមិនដែលស្គាល់អា sushi ទេអាហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងដល់ពេលណាដែលយើងចង់ដឹងពីអតីតកាលរហូតដល់បច្ចុប្បន្នសកម្មភាពនៅនឹងធ្លាប់ភ្លក់រសជាតិអត់ធ្លាប់មានបទពិសោធន៍អត់អានឹងគេប្រើទម្រង់ present perfect tip កលឹះ we often use never and ever with the present perfect tense to talk about experience so it means that present perfect ទម្រង់ប្រយោគដែលប្រើជាមួយ present perfect ភាគច្រើនគេប្រើជាមួយនឹង adverb frequency never and ever right អានេះជួបច្រើនមែនទែននៅក្នុងទម្រង់ស្របឬមួយក៏ clear សួរដូចខ្ញុំសួរថា ever have you ever visited Australia before អានេះគេប្រើ present perfect ចានិយាយថាតាំងពីមុនមកដល់បច្ចុប្បន្នហ្នឹងអ្នកធ្លាប់ទៅដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីទេនិយាយថាទេខ្ញុំមិនដែរទៅទេអញ្ចឹងយើងចម្លើយស្របមក I have never visited abroad before I have never visited Australia before ដល់គ្នាយល់អត់បាទអូខេអញ្ចឹងយើងនឹងបន្ត slide មួយទៀតអញ្ចឹងបច្ចុប្បន្នកាលសម្បូរ present perfect អត្ថន័យ function ទី2 we use the present perfect tense to talk about an action which started in the past and continues up to now or might happen in the future ដូចអ្វីដែលខ្ញុំបញ្យល់អញ្ចឹងយើងប្រើ present perfect គឺដើម្បីនិយាយពីសកម្មភាពដែលកើតឡើងពីអតីតកាលបន្តដល់បច្ចុប្បន្នឬមួយទៅអនាគត example I have been a teacher for more than 10 years អញ្ចឹងឧទាហរណ៍ខ្ញុំផ្ទាល់បានធ្វើជាគ្រូបង្រៀនផ្នែកភាសាបរទេសហ្នឹងភាសាអង់គ្លេសហ្នឹងអស់រយៈពេលជាង10ឆ្នាំហើយ right អញ្ចឹងយើងត្រូវប្រើទម្រង់ present perfect I have been a teacher we copy present simple I am a teacher គេសួរថា what is your job I am a teacher គេសួរពីមុខងារយើងឆោតជា present simple right what's your job what do you do I am a teacher ប៉ុន្តែបើយើងគេចង់ដឹងយើងធ្វើគ្រូខ្ញុំចង់ដឹងថាអ្នកធ្វើគ្រូរយៈពេលប៉ុន្មានឆ្នាំហើយអញ្ចឹងយើងសួរជា present perfect How long have you been a teacher now? I have been a teacher for more than 10 years. Right? We haven't seen Jan since Friday. នេះយើងអត់ទាន់ដែរបានជួប Jan តាំងពីថ្ងៃសុក្រមកនេះមិនដឹងគាត់ទៅណា What's wrong with her តើគាត់មានបញ្ហាអីសុខភាពមែនអត់បើអត់ដែរឃើញគាត់មករៀនអានេះក៏យើងប្រើ present perfect ដែរ Right? How long have you been at this school? តើអ្នកបានមករៀននៅសាលានោះរយៈពេលយូរឆ្នាំប៉ុណ្ណាហើយអ្នកបងខ្លះនៅរៀនសាលាវិទ្យាល័យ5ឆ្នាំ6ឆ្នាំ10ឆ្នាំខ្លះទៅផ្លាស់ប្ដូរទៅរៀននៅភ្នំពេញអានឹងយើងក៏ប្រើ present perfect ដែរហើយពិសេសភាគច្រើន present perfect question word ជួបជាមួយនឹង how long អូខេ how long have you been married តើអ្នករៀបការរយៈពេលយូរប៉ុណ្ណាហើយ we have been married for 10 years how long have you studied English how long have you been at this school right ចុង tip កលឹះយើងធម្មតាប្រើ present perfect ជាមួយនឹង adverb since ហើយនឹង for ដែលចង់និយាយពីរយៈពេលយូរប៉ុណ្ណាសកម្មភាពដែលបានកើតឡើងពីដើមរហូតដល់ចុងបញ្ចប់ដូចថា How long have you been a teacher យើងអាចឆ្លើយ since បានថា I have been a teacher since 1998ខ្ញុំបានធ្វើគ្រូអង់គ្លេសតាំងពីឆ្នាំ1998អានេះយើងប្រាប់ពីចំណុចពេលវេលាឆ្នាំតែបើយើងអត់ចង់ប្រាប់ចំណុចឆ្នាំទេយើងថាប្រហែល10ឆ្នាំជាងយើងប្រើ duration អំឡុងពេលយើងប្រើ for Everybody do you understand right now question you can ask me after the slide ending the slide presentation okay because we would like to show this presentation online to have beneficiary for viewers can watch our slide without making noises or any disturbance noise right យើងចង់បង្កើតកម្មវិធី platform នេះដើម្បីជាប្រយោជន៍ដល់អ្នកអានរៀន viewer តាម YouTube ផងដែរអញ្ចឹងយើងក៏សូមរក្សានូវភាពស្ងៀមស្ងាត់ដើម្បីកុំឲ្យមានសំឡេងរំខានហើយយើងអាចសួរបន្ទាប់ពីចប់ slide presentation okay so go on okay so Function 3. We also use the present perfect tense to talk about a past action that has the result in the present.
វាស្តៀងគ្នាដែរបាទមុខងារវា3ចំណុចហ្នឹងប៉ុន្តែការប្រើប្រាស់វាស្តៀងគ្នាវាប្រហាក់ប្រហែលគ្នាអត្ថន័យវាណាតែគាត់តែយើងបញ្យល់ឲ្យច្បាស់អញ្ចឹងយើងប្រើ present perfect ដើម្បីនិយាយអំពីសកម្មភាពអតីតកាលដែលមានលទ្ធផលដល់បច្ចុប្បន្នបាទហ្នឹងក៏គេប្រើ present perfect ដែរឧទាហរណ៍ថា I have lost my wallet នេះខ្ញុំបាត់កាបូបលុយតាំងពីផឹកមកដល់ហ្នឹងអត់តាន់ឃើញទេតែខ្ញុំប្រើ present perfect នេះមានថាមកដល់ហ្នឹងអត់តាន់រកឃើញទេ I have lost my wallet I don't have it now I'm finding it I'm looking for my wallet have anyone seen my wallet យ៉ាតើតើអ្នកមានឃើញកាបូបលោកខ្ញុំទេ I have lost it until now មកដល់ខ្ញុំនៅបាត់នៅឡើយហើយហ្នឹងខ្ញុំប្រើ present perfect ហើយ result បាត់ពី past result បច្ចុប្បន្នយ៉ាវាអាចបន្តនៅបាត់ដល់អនាគតទៀតអញ្ចឹងខ្ញុំកំពុងតែប្រកាសរកមុខអ្នកណាឃើញកាបូបដូចខ្ញុំ Jimmy has gone to South America Jimmy បានទៅអាមេរិកហើយអញ្ចឹងមានថាគាត់តន់ត្រឡប់មកទេតែគេប្រើ present perfect មានថាគាត់ now she is living in the South America he isn't here now គាត់នៅស្រុកខ្មែរទេឥឡូវនេះមានអញ្ចឹងណាអញ្ចឹង present perfect មានសកម្មភាពពីអតីតកាលដល់បច្ចុប្បន្នហើយអាចបន្តទៅអនាគតទៀតអញ្ចឹងយើងគេប្រកាសសំណួរហ្នឹងគេនិយាយជាបញ្យលស្របសួរបដិសេធយើងអ្នកស្ដាប់ហ្នឹងគឺយល់នៅតែអញ្ចឹងត្រូវយល់អាហ្នឹងទៅលឹះជា tip for you to understand how to use it and how to understand the speaker want the meaning want what they want right we often use just already and yet with the present perfect tense for an action in the past with the result in the present ចឹងកលឹះយើងប្រើ just adverb just already ហើយនឹង yet ជាមួយនឹងទម្រង់ present perfect ដើម្បីនិយាយពីសកម្មភាពកាលឡើងអតីតកាលហើយជះឥទ្ធិពលដល់បច្ចុប្បន្ន Have you eaten food already? Yes, I just already eaten my food. No, I haven't eaten yet. Yes, I have just eaten my food. Right? Yeah, I just eaten my food. ចឹង just ទៅតែ already រួចហើយ yet នៅឡើយចឹងអា adverb 3ហ្នឹងពេលដែលឆ្លើយឬមួយសំណួរគេប្រើភាគច្រើនទម្រង់ present perfect. Right? Okay, go on. អូខេឥឡូវយើងបង្កើតសំណួរ present perfect មិញយើងទម្រង់ស្របឥឡូវយើងទម្រង់សួរយើងអាចដាក់ WA question មានទាំង9មាន what where when why how who whom whose and which ហើយទម្រង់វាត្រូវចាំណា present perfect have ឬមួយក៏ has plus subject plus verb past participle ហៅថា verb 3ដែលយើងនឹងរៀនឲ្យចេះអានឹងរៀនបន្តិចតែហ្មង verb វាមានirregular verb វាមាន verb ទី1 verb ទី2ប្រើជាមួយ past simple verb ទី3ប្រើមួយ present perfect right okay how to form present perfect tense ឥឡូវទាំងអស់គ្នាមើលតិចទៅ we make the present perfect tense with the correct form of the auxiliary verb have and the third form past participle or the main verb ទាំងអស់គ្នា to form the past participle of the regular verbs we add ed to the infinitive example I have worked as a secretary for 2 years Have you ever visited the Disneyland? The firm hasn't started yet. Tip: You may want to visit the English irregular verbs page to learn how we form the past simple and past participle. ចឹងដើម្បីដឹងពីកិរិយាសព្ទប្រែប្រួលទៀងយើងមានកិរិយាសព្ទដែលគេនឹងបង្ហាញយើងវាយក្នុង YouTube ឬមួយក្នុង Google Chrome ទៅយើងដាក់ irregular verbsចឹងប្រហែលជា100 200កិរិយាសព្ទដែលយើងត្រូវចាំព្រោះវាប្រែប្រួលមិនទៀងលើកលែងតែកិរិយាសព្ទប្រែប្រួលទៀងអានឹងយើងត្រូវចាំថែម ed ឬមួយក៏ ied អានឹងវាជាការប្រែប្រួលទៅលើ past simple present perfect អូខេអានឹងយើងនឹងរៀនបន្តទៀតតែសំខាន់ឲ្យយល់ពី function របៀបប្រើប្រាស់ហើយនឹងទម្រង់ present perfect easy right yeah 3ចំណុចដែលខ្ញុំបញ្យល់ function ហ្នឹងគឺស្ទៀងគ្នាគឺបង្កើតឡើង present perfect គឺ connect អតីតកាលសកម្មភាពអតីតកាលតមកដល់បច្ចុប្បន្នឬមួយទៅដល់អនាគតឬមួយក៏អតីតកាលលទ្ធផលបច្ចុប្បន្នយ៉ាតើនេះជាទម្រង់ easy ទេទម្រង់ present perfect វាមានទម្រង់វែងទម្រង់កាត់ដោយ I have ទម្រង់កាត់ I've been to Moscow you are right he has ទម្រង់កាត់ he's just gone home right she's already had a holiday this year មិន verb to be ទេណាគេសេអញ្ចឹងយើងអាចកំណត់ខុសគ្នា
វាទម្រង់កាត់ his map ប៉ុន្តែកិរិយាសព្ទបន្ទាប់គឺpast participle verb ទី3អញ្ចឹងវាមិនមែន he is to be to be there វាជាទម្រង់កាត់present perfect yeah okay easy តើយើង go on another page អូខេនេះជាទម្រង់ប្រយោគបដិសេធដល់គ្នាអត់ប្របាកទេវាមានទម្រង់កាត់និងទម្រង់វែង I have not អញ្ចឹងដល់ពេលទម្រង់កាត់យើង abbreviation យើងចេញសម្លេងថា haven't I haven't been abroad yet ខ្ញុំអត់ដែលធ្លាប់បានចេញទៅក្រៅប្រទេសនៅឡើយទេ you haven't answered my question អ្នកអត់ទាន់ឆ្លើយសំណួរខ្ញុំនៅឡើយទេ he hasn't been home for 5 years គាត់មិនដែលបានមកផ្ទះអស់រយៈពេល5ឆ្នាំហើយគាត់ធ្វើការនិរទេសអន្តរវេននៅក្រៅប្រទេសនៅកូរ៉េនឹង5ឆ្នាំហើយអត់ត្រឡប់មកផ្ទះទេ she hasn't found a new job មកដល់ពេលនេះនាងនៅអត់ការងារធ្វើឡើយមានតែមិនទាន់ស្វែងរកការងារធ្វើមានតែ jobless it hasn't finished yet វាមិនទាន់បានបញ្ចប់នៅឡើយទេផ្ទះនោះធ្វើមិនទាន់ចប់នៅឡើយទេ right we haven't worked on a farm មួយរយៈនេះយើងអត់បានទៅធ្វើការនៅលើស្រែចម្ការទេដោយសារមេភ្លៀងបែកម៉ាំពេកណា they haven't seen each other for ages ពួកគេបានជួបគ្នាអស់រយៈពេលច្រើនឆ្នាំ they haven't seen each other for ages វាច្រើនឆ្នាំណា ages ហ្នឹង yeah good តែយើងបន្តទៀត easy កុំធ្វើពិបាកខ្ញុំបញ្យល់សង្ខេបអញ្ចឹងសង្ឃឹមថាបងប្អូនសិស្សសានុសិស្សហើយបងប្អូនដែលកំពុងតែទស្សនាវីដេអូ for free ការបង្រៀនពិសេសសង្ខេបការទាំង12ហ្នឹងខ្ញុំសង្ឃឹមថានឹងយល់បងប្អូននឹងយល់ហើយមានសំណួរអាចសួរក្នុង Telegram ឬមួយក្នុង YouTube លាក់ comment មកឬមួយក៏ចង់រៀនវគ្គពិសេសយើងអាចបង្រៀននៅលម្អិតជាងនេះទៅទៀតបាទអូខេអញ្ចឹង present perfect question យើងយក have មកដាក់មុខ has បរោះទី3 okay example have I ever done it before have you been to the cinema recently តើថ្មីនេះអ្នកធ្លាប់បានទៅមើលកុនអត់ has he worked here long តើគាត់បានធ្វើការនៅទីនេះយូរហើយនៅ has he already sent the fax តើនាងបានផ្ញើ fax នឹងហើយនៅ has it ever been in a crash តើឡាននឹងធ្លាប់មានការបុកប៉ះទង្គិចទេពីមុនមក have we done it right តើយើងបានធ្វើវាហើយនៅ have they gone home yet តើពួកគេបានត្រឡប់ទៅផ្ទះហើយនៅ easy right good okay present perfect ភាគច្រើនប្រើជាមួយពាក្យ already yet already មានន័យថាម៉េចបង already មានន័យថារួចរាល់ហើយអ្វីដែលទើបតែកើតឡើងអញ្ចឹងគេប្រើ present perfect yet ពេលថានៅឡើយទេអ្វីដែលមិនទាន់បានកើតឡើងអូខេ example we already had our breakfast យើងញ៉ាំអាហារពេលព្រឹកហើយអាហ្នឹងក៏យើងប្រើ present perfect ដែរ we already had our breakfast just now ទើបញ៉ាំមិញហ្នឹងហើយអូខេចុះបើគេសួរថាសំណួរ when are you going to do your homework តើពេលណាអ្នកឯងនឹងចាប់ផ្ដើមធ្វើកិច្ចការផ្ទះ but I have already done it យើងប្រាប់ម៉ាក់វិញថាខ្ញុំធ្វើហើយយូរហើយ just មានតែទៅកើតឡើងមិញហើយអាហ្នឹងគេប្រើទម្រង់ present perfect ដែរ Do you want a cup of coffee តើចង់ញ៉ាំកាហ្វេមួយពែងអត់ No thanks I already had one ទេខ្ញុំទៅញ៉ាំមិញអាហ្នឹង present perfect ទៅកើតឡើងមុននឹងតិចហ្នឹង present perfect example another example has the post arrived yet តើ post time post ប្រេសនី time ដែលគេផ្ញើប្រេសនីហ្នឹងបានមកដល់ហើយនៅ Have you done your homework តើអ្នកបានធ្វើ homework ហើយនៅ Not yet Haven't you got ready yet តើអ្នកមិនទាន់បានរៀបចំខ្លួនរួចជាស្រេចទេ Look at the time មើលម៉ោងប៉ុន្មានហើយ Okay easy present perfect ក៏ប្រើច្រើនជាមួយនឹង for និង since ទាំងអស់គ្នាត្រូវចាំ for គឺរយៈពេលវេលា2ឆ្នាំ3ឆ្នាំ5ឆ្នាំ1ខែ2ខែ3ខែអញ្ចឹងណា since កំណត់ចាប់តាំងពីឆ្នាំណាខែណាអញ្ចឹងបែងចែកគ្នាឲ្យច្បាស់អញ្ចឹង we use present perfect tense to talk about the action which started in the past and continues up to the present អញ្ចឹងយើងប្រើបច្ចុប្បន្នកាលដើម្បីនិយាយពីសកម្មភាពដែលកើតឡើងពីអតីតកាលបន្តដល់បច្ចុប្បន្នឬមួយក៏ទៅអនាគតយើងអត់និយាយណាតែវានឹងអាចកើតឡើងរយៈពេលដល់អនាគតទៀតអញ្ចឹងនេះដូចបញ្យល់ឡើងវិញអញ្ចឹងគេប្រើ for ដើម្បីនិយាយពីរយៈពេលវេលាដូចខ្ញុំនិយាយមកអញ្ចឹងពីថ្ងៃកន្លះម៉ោង2ឆ្នាំគេប្រើ since ដើម្បីនិយាយពីចំណុចចាប់ដើមឆ្នាំមុនខែ8តាំងពីឆ្នាំ2015អញ្ចឹងទៅអូខេ example I have had this computer for about a year ខ្ញុំប្រើប្រាស់កុំព្យូទ័រនឹងប្រហែលជា1ឆ្នាំហើយអូខេ How long have you been at this school អ្នករៀននៅសាលានឹងរយៈពេលប៉ុន្មានឆ្នាំហើយ For 3 years
I haven't seen Julia I haven't seen Julia since September ខ្ញុំអត់បានជួប Julia នឹងតាំងពីខែកញ្ញាឥឡូវចូលខែធ្នូជិត3ខែដែលជួបគាត់ Okay everybody thank you for watching my video and thank you for joining our class good luck and hope you can ask hope you would understand and if you have any question you can ask me right now or you can leave your comment in box and be welcome to answer all your questions. Thank you everybody.